ខ្ញុំជា fan របស់តុក្កតាជាម្នាក់អញ្ចឹងហើយថ្ងៃនេះខ្ញុំនឹងមកធ្វើសម្រាប់ដាក់ប៊ិចដែលធ្វើជារូបរាងជាមតែបងប្អូនឆ្ងល់អត់ថាខ្ញុំយកអីមកធ្វើអញ្ចឹងបើចង់ដឹងយើងទៅមើលទាំងអស់គ្នាហើយសម្ភារៈដំបូងគេហ្នឹងគឺយើងត្រូវមានកំប៉ុងទឹកដោះគោហើយជាពិសេសហ្នឹងគឺក្របអាចផ្កាយនេះបងប្អូនអាហ្នឹងអ្នកខ្លះគាត់ហៅក្របអាចផ្កាយឬក៏អ្នកខ្លះគាត់ហៅក្របគ្រួសអាហ្នឹងគឺគេប្រើសម្រាប់លាយជាមួយបេតុងប្រភេទបេតុងចាក់តសឬក៏ចាក់ធ្នឹមផ្ទះអីជាដើមហ្នឹងកាលខ្ញុំនៅស្រុកកណ្ដាលខ្ញុំនៅខាងកំពង់ចាមខ្ញុំអាសាឃើញមានគេប្រើណាមួយដោយសារតែយើងនៅជាប់ទន្លេផងហើយដល់ពេលមកដល់ឥឡូវនេះខ្ញុំអត់សូវឃើញមានទេដោយសារតែឥឡូវគេច្រើនតែប្រើថ្មដែលគេវាយហើយយកមកលាយនឹងឯងហើយខ្ញុំបិទនេះគឺខ្ញុំរើសមើលយកតែអាណាក្របមូលល្អទេដល់ពេលខ្ញុំបិទជុំវិញកំប៉ុងទឹកដោះគោនេះហើយក៏ខ្ញុំយកក្របអាចផ្កាយដូចគ្នាដែរហ្នឹងប៉ុន្តែតូចយកមកបិទនៅតាមចន្លោះហ្នឹងជាមវាមានតែពណ៌សនឹងឯងអញ្ចឹងហើយអត់មានថាលាបពណ៌អីក៏បានតាមតែចិត្តទៀតទេហើយបើបងប្អូនអត់មានប្រភេទថ្នាំលាបដូចខ្ញុំបងប្អូនអាចប្រើប្រភេទថ្នាំពណ៌ប្រភេទកំប៉ុងហើយក្លុកបាញ់ប្រភេទ spray ហ្នឹងយើងអាចប្រើហ្នឹងបាននិយាយទៅធ្វើសម្រាប់ដាក់ប៊ិចឬក៏ថូនេះខ្ញុំប្រើសម្ភារៈអស់តិចមែនតើហើយបើចំណាយវិញគឺខ្ញុំអត់មានចំណាយសោះហ្មងព្រោះថាកំប៉ុងទឹកដោះគោនេះគឺកំប៉ុងទឹកដោះគោដែលយើងប្រើអស់ហ្នឹងខ្ញុំអត់មានបោះចោលតាណាទេហើយដល់ពេលគ្រាប់អាចផ្កាយនេះគឺខ្ញុំរើសចេញមកពីក្នុងខ្សាច់ព្រោះថានៅក្នុងខ្សាច់ក៏វាមានលាយអាហ្នឹងដែរហើយដល់ពេលថ្នាំពណ៌នេះវិញខ្ញុំមានស្រាប់ហើយដល់ពេលប្រើក៏យើងអត់មានប្រើអស់ច្រើនដែរឥឡូវយើងមកធ្វើក្បាលជាម្ដងហើយគ្រាប់អាចផ្កាយនេះយើងរើសមើលយកអាណាដែលធំជាងគេមកហើយបើបានកាន់តែមូលទៀតគឺកាន់តែល្អព្រោះយើងយកមកធ្វើក្បាលហើយដល់ពេលតិចគឺយើងរើសមើលយកអាណារាងវែងតិចមកហើយដល់ពេលកន្លែងគូភ្នែកនេះដោយសារតែខ្ញុំអត់មានជក់រាងតូចអញ្ចឹងទៅខ្ញុំក៏យកសលេងត្បាល់តិចមកប្រើទៅតែដល់ពេលប្រើទៅមានអីស្រួលប្រើតាបងប្អូនអាចសាកធ្វើដូចខ្ញុំបានជាមនេះយើងមិនបាច់ចាំថែមចំហថែមមាត់អីឲ្យវាទេដាក់តែភ្នែកឲ្យវាតែប៉ុណ្្នឹងទៅស្អាតយកតាណាមិនអស់គ្រាន់តែថាជាមដែលខ្ញុំយកមកធ្វើបង្ហាញបងប្អូននេះវាអត់សូវសមទេដោយសារតែក្បាលហ្នឹងក៏វារាងតូចហើយតិចហ្នឹងក៏វារាងខ្លីដោយសារតែខ្ញុំពិបាករកគ្រាប់អាចផ្កាយណាដែលត្រូវអញ្ចឹងណាបន្ទាប់មកខ្ញុំក៏បានបន្ថែមរោមនៅលើក្បាលវាដាក់បន្ថែមឲ្យវាមួយទៀតទៅអញ្ចឹងសម្រាប់ដាក់ប៊ិចរូបរាងជាមដែលធ្វើចេញពីដៃ fan ម្នាក់នេះគឺហើយងាយស្រួលបងប្អូនកុំភ្លេចសាកធ្វើទាំងអស់គ្នានិងចុងក្រោយអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់ជំរាបលាបងប្អូនជូនពរសុខភាពល្អទាំងអស់គ្នា